trong mộtពេលយើងក្រោយនឹងរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងប្រេងគឺជាប្រធានបទក្តៅឃើញថាមានការឡើងថ្លៃប្រេងអីអញ្ចឹងទៅហើយនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាទូទាំងពិភពលោកផងដែរប្រេងគឺត្រូវបានឡើងថ្លៃប៉ុន្តែគាត់ថាវាមិនឡើងខ្លាំងវាឡើងមកល្មមអញ្ចឹងណាយើងអាចដឹងដែរថាវាពាក់ព័ន្ធជាមួយនឹងបញ្ហាអ៊ីស្រាអែលអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងការបិទផ្លូវដឹកជញ្ជូនប្រេងចេញពីច្រកសមុទ្រ Hormuz ហ្នឹងដែលធ្វើឲ្យបំរែបំរួលប្រេងហ្នឹងគឺវារៀងឡើងប្រហែលថ្ងៃមុនប្រេងគឺត្រូវបានឡើងរហូតដល់ទៅ$118ណោះបើយើងមើលទៅក្នុង candlestick នៅក្នុង chart អញ្ចឹងណាប៉ុន្តែក្រោយពេលលោក Trump គឺគាត់បាននិយាយអំពីការបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់អ៊ីស្រាអែលជាមួយនឹងអាមេរិកក្នុងពេលឆាប់ៗធ្វើឲ្យប្រេងហ្នឹងវាត្រូវបានធ្លាក់ចុះក្រោមវិញរៀងគួរសមផងដែរប៉ុន្តែចំពោះបញ្ហាវានៅតែមានដដែលក៏ដូចជាប្រធានបទពាក់ព័ន្ធជាមួយនឹងច្រកសមុទ្រនៃប្រទេសអ៊ីរ៉ង់យើងស្គាល់ថាជា Strait of Hormuz ហ្នឹងវាក៏នៅតែជាប្រធានបទដែលមានគេនិយាយច្រើនមែនទែនពួកដូចដែលខ្ញុំនិយាយកាលពីវីដេអូមុនអញ្ចឹងថាច្រកសមុទ្រមួយហ្នឹងវាគឺជាច្រកសមុទ្រផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងរហូតដល់ទៅ20%ឯណោះដែលផ្គត់ផ្គង់នៅក្នុងពិភពលោកគឺច្រើនខ្លាំងមែនទែនហើយប្រទេសអ៊ីរ៉ង់គឺមានសិទ្ធិអំណាចពេញលេញក្នុងការកាន់កាប់ពាក់ព័ន្ធជាមួយនឹងច្រកសមុទ្រមួយនឹងផងដែរហើយឥឡូវហ្នឹងពាក់ព័ន្ធជាមួយនឹងផ្លូវទឹកមួយហ្នឹងខាងអ៊ីរ៉ង់ក៏ត្រូវបានបិទផងដែរមិនមែនបិទទាំងស្រុងទេប៉ុន្តែគឺបិទទៅលើប្រទេសណាឬក៏នាវាណាដែលមានទំនាក់ទំនងជាមួយនឹងអាមេរិកហើយនិងអ៊ីស្រាអែលហ្នឹងគឺគេអត់ឲ្យដឹកទំនិញឆ្លងកាត់នៅច្រកសមុទ្រហ្នឹងទេដូចជាកាលពីម្សិលមិញហ្នឹងអ៊ីរ៉ង់ក៏បានប្រើប្រាស់ជាមួយនឹងក្បួនការទូតមួយផងដែរដែលពាក់ព័ន្ធជាមួយនឹងប្រេងធ្វើជាអាវុធដើម្បីដាក់សម្ពាធទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្នហ្នឹងណាដោយប្រទេសអ៊ីរ៉ង់គឺបានចេញប្រកាសផងដែរកាលពីម្សិលមិញថាប្រទេសអារ៉ាប់មួយណាឬក៏ប្រទេសអឺរ៉ុបមួយណាដែលហ៊ានដេញអគ្គរដ្ឋទូតអ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិកចេញពីប្រទេសរបស់ខ្លួនហ្នឹងគឺពួកគេអាចនឹងអនុញ្ញាតក៏ដូចជាបើកសិទ្ធឲ្យចេញចូលពេញលេញទៅតាមច្រកសមុទ្រ Hormuz ហ្នឹងបានធម្មតាចាប់ពីថ្ងៃហ្នឹងទៅហ្នឹងហើយដោយសារតែគេប្រកាសម្សិលមិញហើយបើសិនបើការវាយប្រហាររបស់អាមេរិកអ៊ីស្រាអែលហ្នឹងគឺនៅតែមិនបញ្ចប់អ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យមានការនាំចេញប្រេងសូម្បីតែ1លីត្រចេញពីតំបន់នោះឡើយនិយាយទៅគឺដាក់កំហិតអញ្ចឹងតែម្ដងហើយក៏មួយទៀតក៏មានរឿងរ៉ាវមួយត្រូវបានកើតឡើងផងដែរដែលពាក់ព័ន្ធជាមួយនឹងប្រទេសសៀមដោយប្រទេសសៀមហ្នឹងគឺអត់បានស្ដាប់ពាក់ព័ន្ធជាមួយនឹងការបំរាមនៃច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ទេហើយក៏បានហ៊ានធ្វើការបើកនាវារបស់ខ្លួនហ្នឹងឆ្លងកាត់តាមច្រកហ្នឹងផងដែរហើយមានអីបើគ្រាន់តែបើកហ្នឹងគឺត្រូវបានស៊ីប្រមាណកោបរបស់អ៊ីរ៉ង់ធ្វើឲ្យនាវាដឹកជញ្ជូនទំនិញក៏ដូចជាប្រេងហ្នឹងត្រូវបានខ្ទេចយ៉ាងដំណំហុយផ្សែងជុកពេញសមុទ្រហ្នឹងឯងអាហ្នឹងឯងគឺគេប្រាប់អត់ស្ដាប់ឲ្យសមមុខអញ្ចឹងចុះអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹងព័ត៌មានពាក់ព័ន្ធជាមួយនឹងប្រេងពាក់ព័ន្ធជាមួយអីហ្នឹងឃើញថាវានៅតែមានលក្ខណៈតានតឹងដដែលវាអត់ទាន់រៀងធូរស្បើយទេអញ្ចឹងយើងមានតែចាំតាមបន្តទៀតបើសិនជាមានអ្វីអាប់ដេតតទៀតខ្ញុំនឹងក្រុមការងារអាចារ្យនឹងយកមកធ្វើការចែកជូនទៅកាន់អ្នកគ្នាដូចគ្នាហើយអ្នកដែលអត់មានគណនី OKX ក៏អាចធ្វើការចុះឈ្មោះតាម link ដែលខ្ញុំដាក់នៅខាងក្រោមបានដើម្បីទទួលបានជាមួយនឹង benefit ផ្សេងៗចូលទៅកាន់ក្រុម Signal Free ក៏ដូចជាបើសិនជាមាន campaign រវាង OKX ជាមួយនឹងអាចារ្យអ្នកគ្នាក៏អាចចូលទៅលេងដោយ free ហើយទទួលបាន reward ផងដែរហើយបើសិនជាចង់ស្វែងយល់ពីចំណេះដឹង crypto ផ្សេងៗបន្ថែមអ្នកគ្នាអាចចូលទៅ subscribe channel Telegram អាចារ្យ .org channel YouTube អាចារ្យបើសិនជាអាចកុំភ្លេចចូលទៅចុច follow TikTok អាចារ្យម្នាក់មួយផង